កន្លែងមួយនេះខ្ញុំជឿជាក់ថាអ្នកបបយើងភាគច្រើនប្រហែលជាស្គាល់ហើយគ្រាន់តែឃើញទីតាំងហ្នឹងក៏ដឹងថានៅកន្លែងណាដែរហើយនៅកន្លែងរបស់គាត់ហ្នឹងគឺមានមុខម្ហូបច្រើនមែនតើហើយឥឡូវនេះក៏គាត់កំពុងតែមានមុខមនុយថ្មីសម្រាប់មួយគាត់ដែរអញ្ចឹងណាទៅជាបុកក្តាមអំពិលខ្ចីហើយខ្មុំអាំងអំបិលម្ទេសអីនេះសិតតែមុខមនុយថ្មីនៅកន្លែងរបស់គាត់ណាបងប្អូនអរគ្នាហើយកន្លែងដែលកំពុងណែនាំបងប្អូនយើងហ្នឹងមកលុបស្បូវជាដែនអ្នកបបយើងស្គាល់ហើយហ៊ូវត្តជាដែនប្រហែលជា400-500ម៉ែត្រអីទេឃើញហាងរបស់គាត់ណាហើយចង់វីដេអូក៏ខ្ញុំបានថតផ្លូវជូនបងប្អូនយើងអ្នកដែលបន្តបានស្គាល់ដែរអាចទៅមើលចង់វីដេអូបានហើយនៅកន្លែងរបស់គាត់ហ្នឹងរៀបចំមកបែបកញ្ចោះស្ងប់ស្ងាត់តែម្ដងណាហើយនៅក្នុងហ្នឹងក៏មានបន្ទប់ KTV បែបគ្រួសារឯដែរចឹងសម្រាប់បន្ទប់ KTV នេះបងប្អូនអាចខលកក់គាត់បានណា Telegram ខ្ញុំដាក់នៅក្រោម comment នេះតាក់ទងជាមួយនឹងមហូបកំងអីហ្នឹងក៏មានដែរអាចតាក់ទងទៅសួរព័ត៌មានគាត់បានពាក់ព័ន្ធជាមួយនឹងបន្ទប់ VIP ឯនេះអត់គិតថ្លៃទេបងប្អូនអរគ្នាបងប្អូនយើងមកច្រើនគ្នាអញ្ចឹងចង់ស្ងប់ស្ងាត់បែបគ្រួសាររបស់យើងអាចមកបន្ទប់ VIP បានមានម៉ាស៊ីនត្រជាក់មានអីម៉ាសេតហើយបើថាបងប្អូនយើងចង់អង្គុយបែបក្រៅចេះក៏បានដែរហើយមានកន្លែង playground របស់ក្មេងៗលេងម៉ាសេតតែម្ដងណាចង់អង្គុយតាមកញ្ចោះអីក៏បានដែរបងប្អូនមានម៉ាសេតតែម្ដងកន្លែងមកលុបស្បូវជាដែននេះណាមានតងយល់មានអីអញ្ចឹងទៅហើយបរិយាកាសរបស់គេពេលដែលខ្ញុំមកដល់គឺខ្យល់មែនតើណាបងប្អូនអរគ្នាហើយមកលុបស្បូវជាដែននេះគេបើកចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង9យប់ដែរបងប្អូនអរគ្នាជួបជុំគ្រួសារមិត្តភ័ក្តិអីគឺកន្លែងនេះល្អមែនតើហើយកន្លែងរបស់គេនេះមានលក់តាំងពីអាហារថ្ងៃត្រង់ពេលល្ងាចស៊ុបសាច់អាំងម្ហូបខ្មែរអីច្រើនមុខបងប្អូនហើយជាពិសេសសាច់ខ្លែមគ្រឿងខ្លែមហ្នឹងក៏ច្រើនមុខដែរចឹងបងប្អូនអ្នកដែលជាមួយបកកអីអាចទៅជួយភ្លក់មេនុយថ្មីហើយប្រាប់ admin ផងថារសជាតិមុខមេនុយថ្មីបកកហ្នឹងមិនដែរអញ្ចឹងណានិយាយទៅមកកន្លែងគាត់សុំមើលតាមមេនុយទេអូនិយាយពីថាច្រើនមុខណាបងប្អូនអើយសឹងរាប់រយមុខណោះហើយនេះមុខមេនុយថ្មីណាក្តាមបុកអំបិលខ្ចីអីណាអូនិយាយពីថាឆ្ងាញ់ដែរបងប្អូនអរគ្នាហើយមានតាំងពីសាច់គោបុកដើមចេកអីណាគាត់ចេះតែធ្វើទៅមិនឲ្យតែមួយបកកហ្នឹងប្លែកមាត់ពីកន្លែងគាត់ទៅអញ្ចឹងណាជាពិសេសមានអាខ្មុំអំបិលម្ទេសណាអូត្រូវមាត់ខ្ញុំមកបងប្អូនគឺវារៀងហិលអីតិចតួចសម្រាប់អ្នកដែលអត់ចេះហិលអីក៏អាចប្រាប់គាត់ថាអត់ត្រូវការម្ទេសអីទេអាចប្រាប់បានហើយបើសិនរសជាតិវិញពីពួកខ្ញុំទៅណាអាចទទួលយកបានបងប្អូនទាំងគ្នាហើយបងប្អូនអាចមកសាកបានហើយជួយ recommend ទៅអ្នកលក់បានហើយប្រភេទជ្រូកកដោលអាំងបែបនេះក៏គាត់មានលក់ពុះជ្រុងហើយនឹងលក់ទាំងមូលក៏មានលក់ដែរពាក់ព័ន្ធមួយតម្លៃអាចតាក់ទងគាត់តាម Telegram ខ្ញុំដាក់នៅក្រោម comment នេះបានណាហើយឥឡូវនេះក៏គាត់មាន free បាយឆាដែរពាក់ព័ន្ធមួយឈុតជ្រូកកដោលអាំងហ្នឹងនិយាយទៅមកកន្លែងគាត់គឺស័ក្តិសមសម្រាប់គ្រួសារមិត្តភ័ក្តិជួបជុំបងប្អូនមែនតើហើយទីតាំងរបស់គាត់បងប្អូនអរគ្នាជិះមកដល់វត្តជាដែនហើយបងប្អូនយើងជិះត្រង់ទៅខាងទំនប់ក5ណាជិះហូរវត្តជាដែនប្រហែលជាខ្ទង់300-400ម៉ែត្រទេយើងឃើញប៉ាយ Gainsbird របស់គាត់នេះនៅខាងស្ដាំដៃហ្នឹងណាយើងបត់ចូលប្រហែលជា400ម៉ែត្រទៀតចឹងទៅយើងជិះដល់ផ្លូវតលឬ slow road ទេបងប្អូនអរគ្នាគឺហាងមកលុបស្បូវជាដែននៅខាងឆ្វេងដៃនេះឯងអរគុណច្រើនបាយបាយ